នាយករដ្ឋមន្ត្រីថៃលោកអនុទានឆានវរៈគុលបានចូលទៅកាន់តំបន់អានសេះស្រុកជាំខ្សានខេត្តព្រះវិហារដោយគ្មានការអនុញ្ញាតពីកម្ពុជាដែលជាម្ចាស់ទឹកដីនិងបានលើកទឹកចិត្តកងទ័ពថៃដែលកំពុងឈរជើងនៅទីនោះដោយខុសច្បាប់កម្ពុជាថាដំណើរទស្សនកិច្ចនេះជាការប៉ុនប៉ងដោយចេតនាដើម្បីអះអាងការទាមទារខុសច្បាប់លើដែនដីខ្មែរយោងតាមកាសែតថៃ Bangkok Business News លោកអនុទាននិងមន្ត្រីជាន់ខ្ពស់មួយចំនួនបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រទៅកាន់តំបន់អានសេះនៅថ្ងៃទី23ខែសីហាឆ្នាំ2026ដើម្បីស្ដាប់របាយការណ៍សន្តិសុខនិងលើកទឹកចិត្តកងទ័ពថៃលោកអនុទានប្រកាសនៅពេលនោះថារដ្ឋាភិបាលរបស់លោកនឹងគ្រប់គ្រងកងទ័ពនិងការពារទឹកដីថៃដោយមិនអោយភាគីណាមួយយកប្រៀបបានទេក្នុងន័យសម្ដៅមកកម្ពុជាក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីប្រកាសផ្សព្វផ្សាយនៅថ្ងៃទី26ខែសីហាតវ៉ាចំពោះដំណើរទស្សនកិច្ចរបស់លោកអនុទាននៅក្នុងដែនដីខ្មែរកម្ពុជាបញ្ជាក់ថាអានសេះជាដែនអធិបតេយ្យរបស់កម្ពុជាប៉ុន្តែត្រូវកងកម្លាំងថៃកាន់កាប់ដោយខុសច្បាប់ចាប់តាំងពីឆ្នាំ2025ដូច្នេះការចូលទៅទីនោះរបស់នាយករដ្ឋមន្ត្រីថៃដោយគ្មានការអនុញ្ញាតពីកម្ពុជាគឺមិនស្របតាមច្បាប់ហើយក៏មិនអាចប្រែក្លាយការកាន់កាប់ខុសច្បាប់ឲ្យក្លាយជាស្របច្បាប់ឬប្រែក្លាយដីខ្មែរទៅជាដីថៃបានឡើយកម្ពុជាអះអាងថាខ្សែព្រំដែនត្រូវបានកំណត់ដោយផែនទីខ្នាត1លើ200,000របស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិននិងសៀមផែនទីដែលថៃគូសដោយឯកតោភាគីនិងដំណើររបស់មេដឹកនាំថៃមិនអាចផ្លាស់ប្ដូរខ្សែបន្ទាត់ព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិបានទេកម្ពុជាទាមទារឲ្យថៃបញ្ឈប់សកម្មភាពបែបនេះទាំងនៅអានសេះនិងតំបន់ផ្សេងទៀតដែលកងទ័ពថៃកំពុងតែកាន់កាប់ដោយខុសច្បាប់នេះគឺជាការតវ៉ាលើកទី49ចំពោះសកម្មភាពរបស់ថៃដែលកម្ពុជាថាបានបំពានលើបូរណភាពទឹកដីរបស់ខ្លួនចាប់តាំងពីការប្រយុទ្ធគ្នា2លើកនៅឆ្នាំ2025ខ្ញុំរស់សុធាពី News Today NTTV